បានចូលគ្នាជាមួយនឹងរដ្ឋកម្ពុជាទេអញ្ចឹងទាមទារបានភ្លាមគឺសម្ដេចព្រះមហាសង្ឃរាជព្រះអង្គប្រើរាជបម្រើរបស់លោកពីរអង្គមួយអង្គទៅបាត់ដំបងមួយអង្គទៅសៀមរាបទៅនិយាយជាមួយនឹងមន្ត្រីរាជការក៏ដូចជាអាណាប្រធានរាជក្នុងខេត្តទាំងពីរហ្នឹងសូមជៀបមើលថាព្រមលំមចោះចូលជាមួយនឹងនគរខ្មែរវិញហើយនៅចោលតែប្រសង់ក៏ដូចជាបញ្ញវន្តមន្ត្រីរាជការក្នុងខេត្តទាំងអស់នោះណែមានចិត្តនឹងថឹងហើយទើបធ្វើចดหมายស្វែងមកសម្ដេចព្រះមហាសង្ឃរាជព្រះមហាសង្ឃរាជជាលោកជួលស្វែងប្រកូនណាទៅបានប្រកូនណាលោកចាត់ចែងឲ្យមន្ត្រីថ្មីរបស់ខ្មែរយើងហ្នឹងទៅកម្មការងារជំនុំហើយលោកជាគ្រូធំហ្នឹងគ្រូទៅសម្ដេចព្រះមហាសង្ឃរាជជាងហ្នឹងជាគ្រូរបស់សម្ដេចធំដូចតែ3ដែលយើងស្គាល់សម្ដេចយូណាតអីក៏តែពោលថាលោកបណ្ដាសប្តាហ៍គេស្គាល់សិស្សច្រើនជាងគ្រូគេស្គាល់ថាសម្ដេចយូណាតទេតាមសាលារៀនអីក៏មានហើយសិនតែគ្រប់សាលារៀនទូទាំងរាជាណាចក្រហ្នឹងគឺថាឲ្យតែសាលាណាដែលមានធនធានព្រមល្មមទៅបានហ្នឹងតាមវិទ្យាល័យអីហ្នឹងគឺថាធ្វើរូបសំណាកសម្ដេចព្រះមហាសង្ឃរាជសំបីខេត្តកំពង់ឆ្នាំងយើងក៏មានសួនសម្ដេចព្រះមហាសង្ឃរាជជួនណាតមួយដែរនៅមុខសាលាវិទ្យាល័យនៅក្រុងកំពង់ឆ្នាំងយើងក៏មានសាងសង់រូបដែរគឺគ្រប់គ្នាស្គាល់តែសម្ដេចព្រះមហាសង្ឃរាជជួនណាតទេប៉ុន្តែសម្រាប់សម្ដេចតែជាគ្រូធំមែនទេជាសង្ឃរាជមុនគេឲ្យក្រងតំណែងជាសង្ឃរាជ3រាជស្ដេចយើងអត់ស្គាល់ទេចឹងខ្ញុំកណ្ដាលស្មើររូបណាដែលគេមិនស្គាល់មានស្នាដៃហើយបើតែគេមិនស្គាល់យកមកសាងឲ្យគេស្គាល់ឲ្យគេឃើញដើម្បីរំលឹកនៅគុណបំណាច់គុណូបការៈនិរភាពរបស់ព្រះសង្ឃក្នុងនោះដែរក៏មានការកសាងរួមជាមួយនឹងសួនសម្ដេចព្រះមហាសង្ឃរាជទៀងក៏មានសម្ដេចព្រះធម្មលិខិតលវីអែនជាអធិបតីធំក្នុងក្រុមចំណុំបត្រៃបិដកខ្មែរសម្ដេចព្រះមហាសមេធាអធិបតីហួសតាបដែលលោកជាសម្ដេចព្រះសង្ឃរាជដែលកំសត់ជាងគេអស់សម្ដេចព្រះសង្ឃរាជដទៃកាលណាចូលប្រទីបង្គត់ទៅបានរៀបចំស្វាយvớiភ្លើងអីបានត្រឹមត្រូវប៉ុន្តែសម្ដេចព្រះមហាសង្ឃរាជមហាសមេធាអធិបតីហួសតាបនេះត្រូវបានខ្មែរក្រហមធ្វើគុតអញ្ចឹងក៏អត់បានធ្វើអីត្រឹមត្រូវគឺមិនដឹងគេយកទៅបោះចោលឯណាដោយខ្មោចឆ្កែខ្មោចឆ្មាក៏វាមិនដឹងសម័យកាលនោះអញ្ចឹងក៏លោកមានគុណបំណាច់ដែរប៉ុន្តែដោយសារតែលោកអភ័ព្វត្រង់ថាលោកក្រងតំណែងក្នុងសម័យដែរគេអត់មានសាសនាហើយគេមិនអត់មានសាសនាហើយទៅចាស់គេប្រមាថអ្នកងាយសម្លាប់បំផ្លាញទៅទៀតតាមពិតស្រុកខ្មែរយើងត្រូវការសង្គ្រាមតាំងពីសម័យរដ្ឋបហាថ្មីផ្ទៃក្នុងឆ្នាំ1970 1972ហ្នឹងគឺថាត្រង់នឹងការសង្គ្រាមផ្ទៃក្នុងតាំងពីពេលនោះប៉ុន្តែបានសម្ដេចព្រះមហាសង្ឃរាជហូតតាលោកនៅលោកចេះតែសម្រួលការនៅមានគណៈបព្វជិធិបតេយ្យនិងគណៈបហនុមាននេះនឹងមិនត្រូវគ្នាទេយ៉ាងហើយក៏បានលោកសម្រួលទាំងសងខាងទៅបាននេះប៉ុន្តែគួរស្ដាយដែរដល់សម័យខ្មែរក្រហមក៏ធ្វើធៀបលោកដែរក្នុងនោះទៀតក៏កសាងនៅបរមរូបសម្ដេចព្រះអគ្គមហាសង្ឃរាជជាទេពវង្សដែលព្រះអង្គជាសង្ឃរាជទី1ដែរប៉ុន្តែក្នុងសម័យរាជាណាចក្រទី2គឺក្រោយដល់ពេលយើងអស់របបរាជានិយមអស់ជាង20ឆ្នាំមកយើងលប៉ាត់លប៉ាយចំណាត់ចំណែងដល់កើតខ្មែរក្រហមទៀតរឹតតែលប៉ាត់លប៉ាយមែនទែនទើបតែមកសម័យរាជាណាចក្រទី2កើតឡើងវិញទើបបកូណាព្រះបរមរតនកោដ្ឋព្រះអង្គស្ថាបនាសម្ដេចព្រះអគ្គមហាសង្ឃរាជជាធិបតីទេពវង្សឲ្យកើតជាសង្ឃរាជឡើងវិញទើបបង្កើតបានប្រសង់ជាង 70000 អង្គទូទាំងប្រទេសដូចសពថ្ងៃហ្នឹងអញ្ចឹងគឺសិតតែអ្នកមានគុណបំណាច់ត
សម្បត្តិសម្ដេចព្រះកមហាសង្ឃរាជាធិបតីជេវងលោកមិនមែនជាបណ្ឌិតអ្នកប្រាជ្ញអីក៏ពិតមែនប៉ុន្តែគុណម្ចាស់លោកក៏សាងវត្តជាង 5000 វត្តឲ្យកើតមានដូចសពថ្ងៃបើគង់តែមានលោកក៏អត់ដែរអត់មានអ្នកបួសមកមានអីតវងពុទ្ធសាសនាទៀតហើយលោកជួយបង្កើតពុទ្ធកសាកលវិទ្យាល័យពុទ្ធកវិទ្យាល័យពុទ្ធកអនុវិទ្យាល័យពុទ្ធកបឋមសិក្សាអីគឺតគុណម្ចាស់លោកដែលមានសពថ្ងៃរហូតដល់ប្រសង់យើងរៀនមកបណ្ឌិតមិនតិចអង្គទេចូលពាន់អង្គចូលម៉ឺនអង្គទៅហើយសពថ្ងៃហ្នឹងបើអំណាចគុណម្ចាស់របស់សម្ដេចព្រះមហាសង្ឃរាជាទេពវង្សដែរអញ្ចឹងគឺយើងក៏សាងសួនហ្នឹងហើយសួនហ្នឹងតាមជាងសន្យាថាមុនចូលឆ្នាំបានបើកប្រើប្រាស់ជាផ្លូវការតែ6 ខែទេឲ្យតែមានថវិកាគ្រប់គឺថាជាងគេសម្រុកតែ6 ខែទេហើយយើងក៏សាងពីស្ពាត់ហ្មងដាក់នៅធ្វើរូបមួយដែលទូទាំងប្រទេសមានតែកំពង់ឆ្នាំងយើងនេះអញ្ចឹងឯកឧត្តមបាខេត្តក្នុងអាណត្តិឯកឧត្តមបាខេត្តសុនសវណ្ណរិទ្ធជាអភិបាលខេត្តឯកឧត្តមស៊ីរុនជាប្រធានក្រុមប្រឹក្សាខេត្ត